រឿងស្នេហាសុភាពបុរសខ្សែទី22ពួកយើងដើរពីមន្ទីរពេទ្យត្រឡប់មកក្រុមហ៊ុនជាមួយគ្នាដោយគ្មាននិយាយអ្វីមួយម៉ាត់ទោះបីជាធ្លាប់គិតថាវណ្ណៈគឺជាស្រីជាយូរមកហើយមែនប៉ុន្តែដល់ដឹងថានាងគឺជាភានីខ្ញុំមិនអាចធ្វើអារម្មណ៍ធម្មតាជាមួយនាងសោះដល់យប់ខ្ញុំងូតទឹករួចដើរចេញពីបន្ទប់ទឹកដោយស្លៀកកន្សែងនាងក៏បើកទ្វារបន្ទប់ចូលមកខ្ញុំពិតជាអៀននាងណាស់ក៏ប្រញាប់ពាក់អាវភ្លៀងយប់នេះខ្ញុំគឺជាអ្នកដាក់ខ្នើយអោបបាំងកណ្ដាលរួចដេកនៅគៀនក្រែស្ទើរតែធ្លាក់ពេលភានីបិទភ្លើងរួចឡើងមកលើក្រែបេះដូងខ្ញុំពុះកញ្ជ្រោលម្រាមដៃខ្ញុំដូចជាញ័រចង់ប៉ះខ្នងរបស់នាងខ្ញុំហាក់ដកដង្ហើមលឺដល់ត្រចៀកនាងទើបនាងប្រាប់ថាលោកទុកខ្ញុំជាវណ្ណៈដដែលទៅបានទេខ្ញុំឆ្លើយតបភ្លាមបានមិនអីនោះទេមិនអីយ៉ាងម៉េចមិនអីគឺមិនបាច់ខ្លាចខ្ញុំនោះទេស្ងៀមបន្តិចទើបនាងនិយាយទៀតថាតាមពិតទៅលោកគ្មានអីគួរឲ្យខ្លាចទេខ្ញុំស្លៀកពាក់ជាប្រុសក៏មិនមែនខ្ញុំខ្លាចគេធ្វើបាបដែរនាងស្ងៀមទៅវិញខ្ញុំក៏សួរចុះមិនក៏តែងខ្លួនធ្វើប្រុសនាងឆ្លើយសំណួរខ្ញុំថាជីវិតជាកូនស្រីម្នាក់ឈ្មោះភានីមិនដែលធ្វើឲ្យខ្ញុំសប្បាយចិត្តម្ដងទេតាំងពីមានឪពុករហូតមានតែម្ដាយរួចម្ដាយក៏មានជំងឺទៀតជួនកាលខ្ញុំដូចជាគ្មានអារម្មណ៍រស់ជាខ្លួនឯងសោះខ្ញុំដូចជានឿយណាយមិនចង់ឆ្លងកាត់ជីវិតទេខ្ញុំគិតថាចង់ផ្លាស់ប្ដូរឈ្មោះប្ដូររូបរាងក្រែងអាចប្ដូរជីវិតខ្លួនឯងបានទោះយ៉ាងណាជីវិតគឺជាកម្មពៀគ្មានអ្វីដែលសមបំណងទេមើលតែនាងគិរីចុះគេកើតមកជាប្រុសបែរជាចង់ខ្លាចជាស្រីដឹងថាឪពុកគេមានអារម្មណ៍យ៉ាងម៉េចទេពេលគាត់ឃើញវាស្លៀកពាក់ស្រីម្ដងគាត់ស្ទើរតែខ្យល់កោស្លាប់គាត់វាយវាគំរាមកាត់កាល់វាចោលតែក៏នៅតែមិនអាចយកឈ្នះកម្មពៀបានភានីក៏ឈប់និយាយត្រឹមនេះតែខ្ញុំចង់ស្ដាប់នាងទៀតណាស់បរិយាកាសពេលយប់គឺស្ងាត់ឈឹងងងឹតឈឹងហើយវាល្អណាស់ដែលមានសម្លេងមនុស្សជជែកគ្នាតិចបែបនេះខ្ញុំសួរនាងថាម៉េចមិននិយាយទៀតទៅនាងក៏ប្រាប់ខ្ញុំថាស្មានតែលោកដេកលក់ទៅហើយតើអត់ទេខ្ញុំចង់ជជែកគ្នាទៀតខ្ញុំរងចាំស្ដាប់នាងនិយាយមួយសបកទើបឮកាលនៅភ្នំពេញលោកដើរជាមួយមនុស្សម្នាក់ឥឡូវនេះគេនៅឯណាគេនោះឈ្មោះអាភឿនគេនៅភ្នំពេញរកការងារធ្វើមិនដឹងថារកបានហើយនៅទេគេរៀនអីដែររៀនគណនេយ្យទាំងម៉ែអាភឿនទាំងម៉ែខ្ញុំបញ្ជូនកូនមករៀននៅទីក្រុងទាំងមិនដឹងថាប្រទេសយើងមានមហាវិទ្យាល័យស្អីខ្លះឡើយអ្នកស្រុកខ្ញុំក្រីក្រហើយល្ងងទៀតបើមើលឃើញថាជារឿងកំ pl ែងក៏សើចទៅតែបើមើលថាជារឿងកំសត់ក៏យំដែរមិនឮភានីនិយាយអ្វីទៀតឡើយប្រហែលជានាងសំងំគេងហើយខ្ញុំក៏បិទភ្នែកដេកដែរស្រាប់តែឮនាងសួរខ្ញុំថាតើលោកគិតយ៉ាងម៉េចជាមួយ Camry ខ្ញុំមិនដឹងទេខ្ញុំឆ្លើយ4ម៉ាត់នេះរួចក៏យកដៃកងថ្ងាសគិតរហូតជួនកាលខ្ញុំយល់ថាអារម្មណ៍ចិត្តដេកលក់ដូចគ្នានឹងអារម្មណ៍ភ្ញាក់ពីយល់សប្តិពេញមួយថ្ងៃមនុស្សធ្វើអ្វីខ្លះនិយាយប៉ុន្មានណាមានអារម្មណ៍បែបណាលុះពេលដេកលក់រឿងទាំងនោះបែរជារលត់បាត់ពីខួរក្បាលរួចក៏ត្រូវរស់នៅជាមួយរឿងមួយទៀតក្នុងសុបិនវាធ្វើឲ្យខ្ញុំវង្វេងថាតើពេលណាជារឿងពិតពេលណាជារឿងយល់សប្តិវគ្គទី23ថ្ងៃនេះមេឃធ្លាក់ភ្លៀងខ្លាំងដូចខឹងអ្នកណាពេលខ្ញុំកំពុងអង្គុយលេងក្បាលភានី Camry ក៏ទូរស័ព្ទហៅខ្ញុំទៅក្នុងការិយាល័យរបស់នាងមិនដឹងគិតឃើញយ៉ាងម៉េចខ្ញុំស្រាប់តែហៅភានីទៅជាមួយដោយប្រាប់នាងថា Camry ហៅយើងទាំងពីរនាក់ពេលឃើញខ្ញុំចូលទៅផ្ទៃមុខ Camry ញញឹមស្រស់ដូចការីករួចក៏ហុចស្បោមួយឲ្យខ្ញុំសួរនាងស្អីហ្នឹងមើលទៅក្នុងស្បោគឺសម្លៀកបំពាក់ម៉ាក់ល្បីមួយសម្រាប់ខ្ញុំនិយាយទៅនាងទាំងមិនទិលខោអាវនេះខ្ញុំទិញជូនបង Camry ហៅខ្ញុំបងយ៉ាងទន់ភ្លន់តែភ្នែកខ្ញុំចេះតែដៀងមើលទៅភានីរួចក៏និយាយទៅ Camry ថាថ្ងៃនេះមិនមែនជាថ្ងៃកំណើតខ្ញុំទេ Camry ញញឹមហើយបន្លឺទាំងអឹមអៀនមិនថាថ្ងៃណាទេខ្ញុំចង់ធ្វើខ្លួនជាមនុស្សដែលយកចិត្តទុកដាក់លើបងជាងគេឮ Camry និយាយបែបនេះនាងភានីក៏បើកទ្វារបន្ទប់ចេញទៅក្រៅខ្ញុំក៏ស្រែកសួរនាងវណ្ណៈទៅណាហ្នឹងនាងឆ្លើយទាំងទឹកមុខស្មើគ្មានទូនាទីខ្ញុំទេរួចនាងក៏ដើរចេញទៅទើបខ្ញុំប្រាប់ Camry ថាខ្ញុំទៅតាមវណ្ណៈបន្តិចដៃខ្ញុំគឺកាន់ស្បង់សម្លៀកបំពាក់ដែល Camry ឲ្យនោះជាប់រួចខំស្រែកហៅភានីវណ្ណៈចាំខ្ញុំផងនាងក៏ឈប់ដើររួចឈរសម្លឹងដំណើរខ្ញុំនិយាយទៅនាងថាសំទោសរឿងអីខ្ញុំមិនឆ្លើយទេខ្ញុំសំទោសនាងព្រោះខ្ញុំកុហកនាងឲ្យចូលទៅជួប Camry ជាមួយខ្ញុំ
តែក៏ហាក់មិនមែនតែរឿងនេះទេកំពុងតែឈោស្ងាត់ស្ងៀមក៏មានសម្លេងស្រែកហៅឈ្មោះខ្ញុំប៉ុណ្ណាចូលមកជប់ខ្ញុំមួយផ្លែតគឺលោកកាមេរ៉ាហៅខ្ញុំរួចគាត់ក៏ហៅភានីដែរវណ្ណៈចូលមកជាមួយគ្នាមកពួកយើងចូលទៅអង្គុយទល់មុខលោកកាមេរ៉ាខ្ញុំឆ្ងល់ណាស់តើមានរឿងអ្វីតែមើលទៅកែភ្នែកគាត់យល់ថាមិនស្រួលទេគាត់សម្លឹងមកស្បោងនៅនឹងដៃខ្ញុំរួចនិយាយបញ្ជាក់បញ្ជាថាខ្ញុំមើលទៅបណ្ណាមកធ្វើការនៅសៀមរាបនេះមិនមែនមកធ្វើការតែមួយមុខទេគឺមករកប្រពន្ធដែរត្រូវទេខ្ញុំធ្វើអារម្មណ៍ធម្មតាតបទៅគាត់វិញបាទមនុស្សប្រុសពេញកំឡោះធម្មតាគឺត្រូវរៀបការទោះជានៅសៀមរាបឬកន្លែងណាក៏ខ្ញុំមិនធ្លាប់មានគំនិតបិទបេះដូងមិនមើលមនុស្សស្រីនោះដែរគាត់ធ្វើមុខដូចខំទប់កំហឹងណាស់ហើយក៏ពោលថាមើលទៅជាមួយលោកទាល់តែនិយាយត្រង់បានស្ដាប់បានខ្ញុំឆ្លើយភ្លាមបាទខ្ញុំចូលចិត្តនិយាយត្រង់នៅស្ងៀមបន្តិចទើបលោកកាមេរ៉ានិយាយបន្តខ្ញុំចង់ឲ្យលោកមើលខ្លួនឯងឲ្យច្បាស់មុននឹងគិតទៅលើស្រីណាម្នាក់លោកប្រហែលជាមានសិទ្ធិមើលស្រីណាក៏បានតែมันអាចគិតបានគ្រប់គ្នាទេមនុស្សមានពាក្យមួយថាសមទោះជាគេពោលថាមិនឲ្យបែងចែកវណ្ណៈតែវណ្ណៈវាមានស្រាប់មិនបាច់បែងចែកនោះទេអ្នកមាននិងអ្នកក្រពេលអង្គុយជិតគ្នាលោកធ្លាប់មើលឃើញពីភាពខុសគ្នាទេគាត់ផ្អាកនិយាយត្រឹមនេះប្រហែលជាខំរកនឹកស្អីនិយាយបន្ថែមខ្ញុំក៏និយាយទៅគាត់ថាសម្ដីដែលលោកនិយាយនៅមិនទាន់ត្រង់ទេឬក៏លោកចង់ប្រាប់ខ្ញុំថាអ្នកមានចូលចិត្តនិយាយបញ្ចិតបញ្ជៀងលោកកាមេរ៉ាក៏សើចចំអកឲ្យខ្ញុំហើយគាត់សម្លឹងមើលម្រាមដៃខ្លួនឯងរួចក្តាប់ម្រាមដៃនោះយ៉ាងណែនទើបព្រមពោលថាបើលោករកឃើញភាពខុសគ្នារវាងអ្នកមាននិងអ្នកក្រហើយគឺល្អណាស់សម្លៀកបំពាក់ដែលលោកកំពុងតែកាន់នេះពេលលោកស្លៀកពាក់ទៅអ្នកក្រប្រហែលជាគិតថាលោកប្លែកពីមុនតែអ្នកមានវិញមើលទៅគឺនៅតែដដែលទេខ្ញុំនិយាយឲ្យលោកស្រួលស្ដាប់បន្តិចក៏បានដើម្បីឲ្យលោកដឹងថាអ្នកមានជាមនុស្សដែលអាចសម្របគ្រប់កលៈទេសៈដែលអ្នកក្រមិនអាចធ្វើបានលោកគឺកូនអ្នកក្រមែនទេប៉ុន្តែខេមរីប្អូនស្រីខ្ញុំមិនដូចរូបលោកឡើយនាងតែងតែសេពគប់ជាមួយមនុស្សថ្លៃថ្នូរតាំងពីកំណើតហេតុនេះខ្ញុំសូមឲ្យលោកកុំមានចិត្តស្រវាចាប់នាងឲ្យសោះយល់ឬមិនយល់ខណៈពេលនេះទើបខ្ញុំដឹងថាខ្លួនឯងជាមនុស្សទន់ជ្រាយណាស់គ្រាន់តែឮឈ្មោះខេមរីខ្ញុំទន់ខ្លួនអស់ហើយបែរជាយកដៃមកឆ្លីក្បាលនៅមុខគេទៅវិញខ្ញុំអត់បានឆ្លើយអ្វីទៅលោកខេមរាវិញទេសោតឯអារម្មណ៍ក៏ច្របូកច្របល់រោគយល់ខ្លួនឯងមិនបានស្រាប់តែស្រវាចាប់ស្អីលោកប្រើពាក្យឲ្យគេអីក៏អាក្រក់ស្ដាប់ម្ល៉េះគេមិនដែលមានអារម្មណ៍គិតពីឋានៈជាមួយប្អូនស្រីរបស់លោកទេព្រោះគេជាមនុស្សមិនដូចលោកគេគ្រាន់តែដឹងថាខ្លួនគេនិងប្អូនស្រីលោកគឺជាមនុស្សដូចគ្នាអ្នកក្រមិនចេះមានអារម្មណ៍ប្រកាន់បកពួកដូចរូបលោកទេមុខភានីឡើងពណ៌ក្រហមដូចជាខឹងជួសខ្ញុំសម្បំណាស់ចំណែកលោកកាមេរ៉ាមុខឡើងក្រញ៉ៅព្រោះមនុស្សដែលគាត់ហៅមកដើម្បីមើលគាត់ប្រដៅខ្ញុំបែរជាចាញ់មុខការពារខ្ញុំទៅវិញគាត់ក៏ថាឲ្យពួកយើងពួកឯងគឺជាជំពូកមនុស្សតែមួយភានីតបទៅគាត់វិញថាត្រូវហើយពួកយើងគឺជំពូកមនុស្សតែមួយនិយាយឃ្លានេះរួចនាងងាកមកសម្លក់ខ្ញុំរួចក្រោកដើរទៅវឹងខ្ញុំក៏រត់តាមនាងធ្វើឲ្យនាងស្រែកឲ្យថាមកតាមខ្ញុំធ្វើអីក្រែងលោកស្រឡាញ់ខេមរីមិនក៏មិនទៅតស៊ូជាមួយពួកគេទៅនិយាយឲ្យឈ្នះគេទៅទើបលោកមានកិត្តិយសស្រឡាញ់ស្រីដែលលោកស្រឡាញ់បានមានមនុស្ស 2-3 នាក់សម្លឹងមើលមកយើងភានីក៏រត់ចេញពីក្រុមហ៊ុនចូលទៅក្នុងភ្លៀងខ្ញុំរត់ទៅតាមនាងទាំងស្រែកសួរថាចង់ទៅណាទាំងភ្លៀងនឹងទៅមើលម៉ែផុតសំឡេងឆ្លើយនាងស្រាប់តែដួលព្រុសទៅលើដីខ្លួនប្រាណនាងទន់រងាកភ្នែកបិទចិត្តឈឹងលេងដឹងស្មារតីខ្ញុំលើកនាង3រត់ចូលក្នុងក្រុមហ៊ុនវិញទឹកភ្លៀងដែលកំពុងព្រួតគ្នាស្រក់ចុះបានបង្ហាញរូបរាងធម្មជាតិរបស់នាងនៅក្នុងដៃរបស់ខ្ញុំហើយក៏ជាពេលដែលគ្រប់គ្នាដឹងថានាងគឺជាមនុស្សស្រី